ជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់សម្បត្តិ Football Talk សារជាថ្មីនៅថ្ងៃនេះដោយសារប្រហែលថ្ងៃនេះសម្បត្តិគាត់មានភាពមមាញឹកច្រើននៅសាលារៀនដូច្នេះហើយមិនមានវីដេអូថ្មីពាក់ព័ន្ធនឹងសកម្មភាពបាល់ទាត់នានាទេអញ្ចឹងហើយថ្ងៃនេះក៏លើកយកការហ្វឹកហាត់របស់គាត់រៀងរាល់ថ្ងៃចុងសប្តាហ៍គឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យនៅសាលាបាល់ទាត់វិសាខាដោយសារសម្បត្តិគាត់មាន schedule ច្រើននៅក្នុងការហ្វឹកហាត់រៀងរាល់ចុងសប្តាហ៍គឺគាត់ហ្វឹកហាត់នៅសាលាបាល់ទាត់វិសាខារីឯរៀងរាល់ថ្ងៃច័ន្ទអង្គារឬក៏ពុធគាត់នឹងត្រូវហ្វឹកហាត់កម្មវិធីហ្វឹកហាត់មួយទៀតគឺអ៊ុយ10វិសាខាដែលគេហ្វឹកហាត់ជារៀងរាល់សប្តាហ៍ផងដែរអញ្ចឹងហើយសប្តាហ៍នេះក៏ដូចជាសប្តាហ៍រាល់ដងដែរគឺបន្ទាប់ពីមានការហ្វឹកហាត់លក្ខណៈបច្ចេកទេសក៏ដូចជាការណែនាំផ្សេងរួចលោកគ្រូគាត់តែងតែផ្ដល់ឱកាសសម្រាប់ឲ្យមិត្តរួមក្រុមទាំងអស់គ្នាធ្វើការប្រកួតដោះដូរឬក៏សាកបច្ចេកទេសគ្នាសាកកម្លាំងគ្នាទៅវិញទៅមកចឹងហើយនៅថ្ងៃនេះគឺមានការប្រកួតរវាងក្រុមអាវខៀវនិងក្រុមពាក់អាវកាក់ពណ៌ក្រហមដែលសម្បត្តិគាត់នៅក្រុមម្ខាងទៀតគឺក្រុមពាក់អាវកាក់ពណ៌ក្រហមនឹងឯងហើយឃើញថាការប្រកួតនេះគឺស្វិតស្វាញមែនទែនបានថាក្រុមទាំងពីរបុកគ្នាឬក៏សម្រុកគ្នាទៅមកហើយនឹងមានការស៊ុបបញ្ចូលទីច្រើនផងដែរឧទាហរណ៍ដូចកន្លែងនេះគឺគាត់បានស៊ុបបញ្ចូលទីក្រុមក្រហមគឺបានស៊ុបបញ្ចូលទីហើយបន្ទាប់មកខាងក្រុមខៀវក៏មានឱកាសម្ដងហើយម្ដងទៀតដើម្បីតាមគ្រាប់បាល់ទៅវិញទៅមកផងដែរនៅក្នុងវីដេអូនេះมันបានថតជាប់គ្រប់ការស៊ុបបញ្ចូលទីទាំងអស់ទេប៉ុន្តែបានថតជាប់ពីការគេហៅថា challenge គ្នាទៅវិញទៅមកដោយកន្លែងនេះគឺសម្បត្តិស៊ុបចូលបានមួយគ្រាប់ទៀតហើយហ្នឹងហើយស៊ុបចូលបានមួយគ្រាប់ទៀតហើយមើលទៅគឺសប្បាយចិត្តណាស់មិត្តរួមក្រុមក៏សប្បាយជាមួយដែរហើយយើងមើលដូចកន្លែងនេះគឺព្យាយាមអូសបាល់បាទព្យាយាមអូសបាល់ឆ្វេងស្ដាំដើម្បីគេចខ្សែការពារឲ្យឃើញខ្សែការពារនេះចូលមកច្រើនមែនតើបាទហើយគាត់តែម្នាក់ឯងទេគេឥឡូវខូចបាល់ហើយខាងខៀវគេឡើងមកវិញហើយកន្លែងនេះគឺជាការបញ្ជូនបាល់ទៅវិញទៅមកបាទហើយខាងក្រហមនៅតែមានឱកាសច្រើនគួរសមដែរបាទហើយកន្លែងនេះឃើញថាស៊ុបបញ្ចូលទីបន្ថែមទៀតបាទហើយកន្លែងនេះក៏ទៅទៀតដែរហើយយើងឃើញនៅកីឡាករខាងបង្គោលខាងខៀវហ្នឹងគឺមានអ្នកខ្លះគឺមានទីទូចល្អិតហើយខាងក្រហមហ្នឹងគឺមើលទៅកម្ពស់ប៉ុនគ្នាល្អណាស់បាទចឹងទេយើងមើលឃើញថាការហ្វឹកហាត់នេះគឺបែបហ្វាន់សបាយក្មេងៗគាត់រួមគ្នាបានល្អណាស់បាទមានន័យថាពួកគាត់តែងតែស្រឡាញ់គ្នាហើយមានការចែករំលែកគ្នាទៅវិញទៅមកនៅពេលដែលមានចំណុចខ្វះខាតអីផ្សេងគឺគ្រូគាត់បានណែនាំបានល្អឲ្យក្មេងៗគាត់ចេះស្រឡាញ់គ្នាធ្វើការជាក្រុមហើយយើងឃើញថាការហ្វឹកហាត់ពីមួយសប្តាហ៍ទៅមួយសប្តាហ៍គឺមានភាពរីកចម្រើនច្រើនមែនទែនបើតាមការសង្កេតរបស់ខ្ញុំអញ្ចឹងទេវីដេអូថ្ងៃនេះគឺគ្រាន់តែចង់លើកយកពីការហ្វឹកហាត់របស់សម្បត្តិតែប៉ុណ្្នឹងឯងដោយសារគាត់មិនមានសកម្មភាពវីដេអូផ្សេងទៀតទេចាំមើលឱកាសប្រហែលជា2-3ថ្ងៃទៀតគាត់អាចនឹងមានពេលច្រើនជាងនេះហើយយើងនឹងធ្វើវីដេអូថ្មីបន្ថែមទៀតជាពិសេសគឺវីដេអូពាក់ព័ន្ធនឹងបាល់ទាត់ពិភពលោកឬក៏យើងហៅថា World Cup ដែលនឹងខិតចូលមកដល់ឆាប់នេះហើយចឹងទេសូមអរគុណសម្រាប់ការតាមដានវីដេអូនេះទាំងអស់គ្នាសូមជម្រាបលា